បាទជំរាបសួរបងប្អូនអរគ្នាហ្នឹងហើយសម្រាប់ថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកបងប្អូនអរគ្នាពីបញ្ហាតាក់ទងជាមួយនឹង YouTube បងប្អូនធ្វើ YouTube ថ្មីអញ្ចឹងខ្ញុំក៏ថ្មីដែរប៉ុន្តែនេះគឺជាបទពិសោធន៍ដែលខ្ញុំជួបហើយហ្នឹងហើយសម្រាប់បងប្អូនដែលអត់ទាន់ជួបទេបងប្អូនគួរតែកុំធ្វើតាមលំនាំនៃបងប្អូនដោយសារវាហ្នឹងហើយវាខាតដោយសារយើងខំផលិតវីដេអូឬក៏យើងខំថតមកអស់ប្រហែលខែប្រហែលថ្ងៃមកហើយចំណាយពេលដើម្បីថតវីដេអូ original ហើយដល់ពេលចុងក្រោយគឺវាជាប់ copyright ឬក៏ជាប់ review content ហ្នឹងទៅសម្រាប់វីដេអូនេះគឺសម្រាប់បងប្អូនថ្មីឬបងប្អូនដែលអត់ទាន់បានជួបបងប្អូនគួរតែកុំធ្វើតាមលំនាំវីដេអូរបស់ខ្ញុំនេះដោយសារតែ channel ខ្ញុំមួយនេះគឺវាធ្វើការចាប់ដូចជា review content copyright អញ្ចឹងទៅដោយសារតែខ្ញុំយើងមានន័យថាយើងកាត់ដើរខ្លះយើងលាយវីដេអូគ្នាខ្លះអញ្ចឹងទៅកុំឲ្យខាតអញ្ចឹងខ្ញុំនឹងមកបង្ហាញដោយសារមូលហេតុអីបានវាចាប់វាលេងមាន view ហ្នឹងហើយកុំឲ្យខាតពេលជាមួយខ្ញុំនឹងបង្ហាញសម្រាប់ channel នេះគឺកាលពីអត់ទាន់ជាប់អញ្ចឹងគឺវាឡើងមែនទែនបងសម្រាប់វីដេអូយើងផុសទៅគឺមានអ្នកមើលមាន view ច្រើនប៉ុន្តែដល់ពេលយើងជាប់បញ្ហាដែល YouTube បានធ្វើការ update មកវាធ្វើឲ្យយើងធ្លាក់ view គឺធ្លាក់ច្រើនមែនទែនអញ្ចឹងបើខាត់ពេលខ្ញុំចូលបង្ហាញនៅក្នុង YouTube Studio របស់ខ្ញុំបងនឹងបងយើងមើលកន្លែងនេះបងជាធម្មតានៅការផុសវីដេអូរបស់ខ្ញុំមួយគឺឡើង view មែនទែនតែសម្រាប់វីដេអូនេះដែលពេលដែលYouTube ចាប់ហ្នឹងគឺវាលេងមាន view បងដោយសារឃើញអត់អញ្ចឹងយើងផុសប្រហែល4ម៉ោង5ម៉ោងហើយបានតែ4 view ឯងហើយធ្លាក់ view អានោះដោយសារវាជាប់យើងយកចំណងជើងពីគេខ្លះហើយក៏យើងវីដេអូខ្លះយើងលាយពីវីដេអូចាស់របស់យើងបងប្អូនអញ្ចឹងកុំឲ្យខាតពេលបងប្អូនថ្ងៃក្រោយអញ្ចឹងបញ្ហាដែលយើងគួរតែកុំធ្វើអ្វីដែលយើងកុំធ្វើកុំលាយវីដេអូចាស់ជាមួយនឹងវីដេអូថ្មីហើយមួយទៀតគឺវីដេអូដែលយើងផុសហើយកុំយកមកផុសភាសាទៀតទេបងប្អូនដោយសារវាចាប់ review content វាលែងមាន view បើសិនជាពេលយើងផុសឡើងធម្មតាវាអត់អីទេប៉ុន្តែនៅថ្ងៃណាមួយ Facebook សំទោសថ្ងៃណាមួយ YouTube គាត់ធ្វើការ update អញ្ចឹងវាអាចនឹងជាប់ជាមួយនឹងវីដេអូរបស់យើងដែលធ្លាប់ផុសហើយផុសភាសាទៀតហ្នឹងយើងមិនមែនផុសទាំងដងព្រោះយើងត្រូវកាត់ដែរប៉ុន្តែវាចាប់បានខ្លះអញ្ចឹងណាហើយនេះគឺជា policy របស់វាដែលយើងជាមួយខ្ញុំ translate ជាភាសាខ្មែរនៅក្នុង Google ហ្នឹងហើយគឺផ្សាយមកយើងបងយើងគោលការណ៍របស់ YouTube យើងមិនអាចយកវីដេអូផុសហើយផុសភាសាទៀតបានទេលុះត្រាតែយើងមានបច្ចេកទេសក្នុងការកាត់វីដេអូអញ្ចឹងបងអញ្ចឹងកុំឲ្យខាតពេលនិងកុំឲ្យខូច channel បងគួរតែផុសវីដេអូដែលមានន័យថាមកវីដេអូដែលបងប្អូនផុសហើយគឺកុំយកមកផុសម្ដងទៀតហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនដោយសារវាធ្លាក់ view ច្រើនមែនទែនហើយជាបទពិសោធន៍អញ្ចឹងបងប្អូនថ្មីបងប្អូនគួរតែជៀសវាងពេលដែលយើងវីដេអូដែលយើងផុសហើយកុំផុសភាសាទៀតឬក៏កុំកាត់លេឡំគ្នាយកមកផុសភាសាទៀតអីពេលដែលយើងផុសភ្លាមគឺវាអត់ចាប់ទេបងប្អូនប៉ុន្តែថ្ងៃណាដែល YouTube update អីគឺវាចាប់ហើយធ្លាក់ view អញ្ចឹងពេលដែលយើងធ្លាប់ផុសឡើង view ដល់ពេលយើងផុសឡើង view យើងធ្វើការយើងអាចនឹងបាក់ទឹកចិត្តអីចឹងទៅសម្រាប់ខ្ញុំនេះគឺតែមួយ channel ទេអញ្ចឹងយើងមាន channel ផ្សេងទៀតយើងដឹងហើយយើងកុំធ្វើដូចក្នុងវីដេអូនៅក្នុង channel មួយនេះអីអរគុណ